ញតែក្រសួងការងារបាទគឺថាមកមានយកពិសេសឃើញអាដាមពូនអាសាចុះទៅបាទតាមបន្ទាត់ព្រំដែនបាទមែនតើបាទមករយៈនេះដូចមិនសូវបានទៅទេណាបាទជាការពិតសម្រាប់នៅតាមបន្ទាត់ព្រំដែនជាមួយនឹងបងប្អូនអតីតពលករនេះរបស់យើងយើងឥឡូវនេះគឺមកមានញឹកលើការធ្វើវេទិកាវិញម្ដងឥឡូវបងប្អូននឹងបានត្រឡប់មកនៅក្នុងស្រុកជាង 95,000 នាក់ហើយអញ្ចឹងឥឡូវនេះយើងកំពុងតែមកមានញឹកញាប់ដៃញាប់ជើងនៅក្នុងការធ្វើយ៉ាងម៉េចផ្ដល់ឱកាសការងារជូនបងប្អូនអតីតពលកររបស់យើងមកពីថៃជាមួយនឹងឱកាសការងាររាប់ម៉ឺនកន្លែងអាដាមរដ្ឋមន្ត្រីអាដាមហេងសួរលោកតែងតែចោះទៅវេទិកាមិនដែលសូវខានទេគឺថ្ងៃសៅរ៍អាទិត្យគឺលោកតែងតែចោះទៅកាន់តាមបណ្ដាខេត្តទាំងអស់មានទាំងបាត់ដំបងមានទាំងសៀមរាបមានទាំងពោធិ៍សាត់លក្ខណៈគឺធ្វើយ៉ាងម៉េចដើម្បីផ្ដល់ឱកាសការងារជូនទៅដល់បងប្អូនដែលជាអតីតពលករមកពីប្រទេសថៃហ្នឹងគាត់ទទួលបានការងារធ្វើផងដែរនេះគឺជាការយកចិត្តទុកដាក់មួយរបស់រាជរដ្ឋាភិបាលយើងនៅក្នុងការធ្វើយ៉ាងម៉េចឲ្យបងប្អូនដែលជាអតីតពលករមកពីប្រទេសថៃគាត់មានការងារធ្វើហើយពួកគាត់មានចំណេះជំនាញដើម្បីបម្រើការងារនៅក្នុងស្រុកហើយកសាងជីវភាពកាន់តែប្រសើរឡើងថែមបងបាទអរគុណមែនទែនបាទបងប្អូនអាដាមបងប្អូនបងចង់សួរថាសួរបន្តិចបាទស្របពេលដែលប្រទេសជាតិយើងបិទគប់ព្រំដែនបាទដែលរាជរដ្ឋាភិបាលរបស់យើងអំពាវនាវឲ្យពលកររបស់យើងវិលត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាយើងដើម្បីស្វែងរកការងារធ្វើបាទដោយមានការរើសអើងបុកទូមនិញបុករត់ទូមនិញមានការរើសអើងពីប្រជាជនថៃបាទដោយសារតែប្រទេសយើងមានភ្លើងសង្គ្រាមឈ្លានពានដ៏អយុត្តិធម៌មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាបើគិតមកទល់នឹងថ្ងៃនេះថ្ងៃទី10មីនា2026នេះកម្មកររបស់យើងដែលលោកគេហៅថាឈឺចិត្តដោយគេមើងមើលថោកដែលសម្រេចចិត្តវិលត្រឡប់ចូលប្រទេសកម្ពុជាវិញសរុបទាំងអស់ហើយជាប្រមាណអ្នកហើយឯណាបងប្អូនបាទក៏មកដល់ពេលនេះបងប្អូនជាប្រជាពលរដ្ឋរបស់យើងមកពីប្រទេសថៃមានទាំងក្មេងចាស់ប្រុសស្រីនឹងប្រមាណជាង 95,000 នាក់ហើយនៅក្នុងនោះបងប្អូនដែលជាអ្នកដែលមានអាយុចាប់ពី45ឆ្នាំឡើងទៅមានប្រមាណជាង 25,000 នាក់ហើយកុមារមានអាយុប្រមាណជាក្នុងរង្វង់ 5 ទៅ 6,000 នាក់ហើយបងប្អូនដែលជាអតីតពលករក្នុងរង្វង់ប្រមាណជា 80,000 នាក់ជាងបាទហើយនៅក្នុងនោះបងអាចសួរថាឥឡូវមានការងារធ្វើមកជាង 62 63,000 នាក់ហើយគឺមានការងារធ្វើដែលជាកិច្ចខិតខំប្រឹងប្រែងនឹងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលនិងសកម្មភាពយ៉ាងបូរេសកម្មរបស់អាយដាមរដ្ឋមន្ត្រីរបស់ក្រសួងការងារបាទហើយនៅក្នុងនោះ 31,000 ជាងគឺជាអ្វីដែលគាត់ធ្វើការនៅក្នុងប្រព័ន្ធដែលជាការខិតខំប្រឹងប្រែងតាមរយៈក្រសួងការងារក៏ដូចជាដៃគូពាក់ព័ន្ធនឹងវិស័យឯកជនផងដែរបាទអញ្ចឹងក្នុងចំណោមពលករយើងដែលត្រឡប់ចូលប្រទេសកម្ពុជាយើងហើយបាទជាក់លាក់ដែលមានការងារធ្វើប្រហែលជាក់លាក់ដែលមានការងារធ្វើជាង 62 ជិត 63,000 នាក់ហើយបាទអានេះគឺមាននៅក្នុងទាំងនៅក្នុងបើនិយាយពីពលរដ្ឋតែម្ដងឆ្នាំ2025នេះខ្ញុំអាចនិយាយយ៉ាងមោទនភាពប្រាប់បងក៏ដូចជាប្រជាពលរដ្ឋទាំងអស់ថា 80,000 នាក់ជាងមានការងារធ្វើនៅក្នុងប្រទេសកម្ពុជាដែលនៅក្នុងនោះ 62,000 នាក់គឺជាបងប្អូនអតីតពលករមកពីប្រទេសថៃហើយប្រជាពលរដ្ឋយើងនៅក្នុងស្រុកជាង 10,000 ជិត 20,000 នាក់ទៀតទទួលបានការងារធ្វើតាមរយៈកំណើនសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាទអរគុណមែនទែនចឹងបងចង់សួរថាចុះសម្រាប់ពលរដ្ឋយើងដែលស្វែងរកការងារធ្វើដែលគាត់ស្វែងរកការងារធ្វើដែលគាត់បោះបង់ការសិក្សាគាត់រៀនបានតិចតួចបាទដែលគាត់ស្វែងរកការងារធ្វើបាទតើគាត់ធ្វើយ៉ាងម៉េចបានអាចមានការងារធ្វើបានហើយបងប្អូនបាទអរគុណសម្រាប់សំណួរដ៏ល្អនេះបងដើម្បីជួយបងប្អូនដែលជាអតីតពលកររបស់យើងក៏ដូចជាប្រជាពលរដ្ឋជាទូទៅដើម្បីឲ្យមានការងារធ្វើក្រសួងការងារបានដាក់ចេញយុទ្ធនាការជាច្រើនចំណុចសម្រាប់ជួយបងប្អូនយើងនៅក្នុងការស្វែងរកការងារធ្វើទីមួយយើងបានសហការជាមួយនឹងវិស័យឯកជនដើម្បីធ្វើប្រមូលឱកាសការងារដែលជាមធ្យមយើងប្រមូលឱកាសការងារជាមកដល់ពេលនេះនៅសល់ 80,000 ជិត 90,000 ការងារទៀតដែលយើងមានការងារធ្វើហើយទី2យើងនៅតែបន្តធ្វើវេទិកាដូចជាវេទិកាដែលខ្ញុំបានបញ្ជាក់នេះយើងបានចុះទៅដល់មូលដ្ឋានគឺឥឡូវនេះអាចបញ្ជាក់ជូនបងនឹងប្រិយមិត្តរបស់យើងជ្រាបផងដែរថាការងារមិនត្រឹមតែយើងនៅក្នុងស្រុកខ្មែរគឺការងាររត់ទៅរកមនុស្សបាទរត់ទៅរកបងប្អូននៅតាមមូលដ្ឋានរត់ទៅរកបងប្អូននៅតាមភូមិតាមឃុំគឺបងប្អូនចេញតែពីលបងផ្ទះមកគឺវេទិកាការងារគឺទៅដល់ផ្ទាល់តែម្ដងហើយក្នុងវេទិកានោះទៀត
dương miên trang cái dùng đặc bong bốn trên pi mùi thán màu cái lạnh việt cái đất pi cái lạnh việt cái từ lọp từ mùi là thán bình thán tiếp bongนี่คือชีวิตที่ในการมุ้ยได้ยืงบานฝืนมุ้ยเป็นจิตดับใบพระดอการงี้กันแต่สมบูรณ์แบบบองโปนthấy choขยมเนื้อช่างยมเนื้อแคบเซ็งนี่บองโปนจำเลยบุญเลยนี่ดับปีการสับปรำปีบองโปนจำแต่บุญเลยยังไงเลยมุ้ยเลยปีเลยปุ่มบุญนั่งเลยปรำปีดับปีการสับปรำปีนี่คือจำตัวบองโปนระยะปีปรำปีไงขนมบุษบดาดับใบไอบองโปนเมียนอาสวายโรเตมั้งดับใบสวายโรกางงี้ฝืนบ่ายังผมเปิดไงขนมบุษบดาคือกระปุงแต่รงจำบองโปนออกนี่วิธีในการปนเนี่ยคือเหมือนตัวกรุ๊ปกรอนเตะบอลยืงบานพัดดอยืงบานปตอถือการเงี้ยจุ่มบุยอยู่จนสมัครเจ็ดในสาพิบสาปอนอยู่จนกัมพูชีในตูแตงประเทศต่างๆแต่พวกก็มีคะแนนประมาณเชียร์ปีปอนเนี่ยมาไปคุมกรุ๊ปคุมต่างๆดับเบิลตัวยังไม่ช่วยจอชมัวจูนตลอดบอลโปนอาศัยตาเปิดก็ดูจีไปเชียร์ปรอนในตามคุมของได้ดับเบิลพวกก็เมียนการเงี้ยถือบรรทัดเป็นนี้ยืงก็เมียนการประทับได้จะไปใครได้ไปสร้างลีกาทาววอชเชอร์skill training ដល់ពលរដ្ឋក៏ដូចជាបងប្អូនពលកររបស់យើងអញ្ចឹងបងប្អូនមិនចេះបងប្អូនមិនមានជំនាញបងប្អូនកុំបារម្ភរដ្ឋាភិបាលបានត្រៀមការងារនេះជូនបងប្អូនរួចជាស្រេចហើយអ្វីដែលសំខាន់មួយទៀតដែលយើងកំពុងតែដោះស្រាយបញ្ហានិយាយភាសាសាមញ្ញបងចំកន្លែងលំមាស់របស់បងប្អូនប្រជាពលរដ្ឋតែម្ដងយើងក្រសួងការងាររួមជាមួយនឹងមូលនិធិអភិវឌ្ឍជំនាញ SDF យើងបានបង្កើតកម្មវិធីមួយគឺគេហៅថាកម្មវិធីវគ្គបណ្ដុះបណ្ដាលជំនាញ D7 ថ្ងៃជំនាញ D7 ថ្ងៃនេះគឺយើងរៀនក្នុងរោងចក្រសហគ្រាសផ្ទាល់តែម្ដងរៀនហើយបានលុយទៀតមួយថ្ងៃបាន$8ថ្លៃអាហារពេលថ្ងៃមួយពេលអត់គិតថ្លៃអាហារសម្រន់មួយពេលអត់គិតថ្លៃថ្លៃភ្លើងថ្លៃទឹកថ្លៃស្នាក់នៅថ្លៃធ្វើដំណើរនៅក្នុងពេលបណ្ដុះបណ្ដាលរយៈពេល7ថ្ងៃគឺជាបន្ទុករបស់គម្រោងផ្ទាល់តែម្ដងហើយថ្ងៃទី8ចូលទៅដល់មានការងារធ្វើភ្លាមតែម្ដងព្រោះយើងបណ្ដុះបណ្ដាលនៅក្នុងរោងចក្រផ្ទាល់តែម្ដងហើយធានាថាបានការងារធ្វើ100%នេះគឺជាចំណុចមួយដែលរដ្ឋាភិបាលដែលក្រសួងការងារបានធ្វើការងារយ៉ាងល្អជាមួយ SDF ដើម្បីបំពេញចំណុចខ្វះខាតព្រោះបងប្អូនមកចំនួនមកពីប្រទេសថៃអត់មានជំនាញនៅក្នុងរោងចក្រសហគ្រាសទេអញ្ចឹងធ្វើម៉េចដើម្បីគាត់មានចំណូលជាប់បំណុលគេផងចង់ដោះស្រាយបញ្ហាជីវភាពខ្លួនឯងផងតើធ្វើម៉េចនេះហើយគឺជាការដោះអញ្ចឹងមួយថ្ងៃ$8ជូនពួកគាត់មានបាយថ្ងៃមានអាហារថ្ងៃហើយមានហាសម្រន់ថ្លៃទឹកថ្លៃភ្លើងថ្លៃស្នាក់នៅថ្ងៃធ្វើដំណើរជូនពួកគាត់ផ្ទាល់តែម្ដងអញ្ចឹងផ្ដល់ទាំងចំណេះជំនាញផ្ដល់ទាំងថវិកាអានេះគឺយុទ្ធសាស្ត្រមួយគឺថាជាយុទ្ធសាស្ត្របរៀនមនុស្សឲ្យចេះស្ទូចត្រីហើយក្នុងកំឡុងពេលស្ទូចត្រីហ្នឹងឲ្យត្រីហូបទម្រាំតែចេះស្ទូចបានបាទនេះគឺជាអ្វីដែលក្រសួងការងារនិងប្រព័ន្ធវិជ្ជាជីវៈបានដាក់ចេញនៅក្នុងការធ្វើហើយមួយទៀតបងប្អូនទាំងអស់គ្នាអ្នកខ្លះមកពីថៃមិនមែនគាត់អត់ចេះជំនាញទាំងអស់ទេគាត់ចេះជំនាញឧទាហរណ៍ថាគ្នាទៅធ្វើសំណង់នៅនោះចេះចងតសៃដៃចេះវាយក្តារពុំចេះឡាននឹងឡាអញ្ចឹងថាតើយើងជួយគាត់ធ្វើម៉េចយើងមានមួយទៀតគឺជួយពួកគាត់នៅក្នុងការបដិបត្តិគេហៅថាការទទួលស្គាល់ជំនាញពីមុនឬក៏ភាសាអង់គ្លេសគេហៅថា RPL អានេះក្រសួងយើងនឹងដាក់ចេញនឹងពេលឆាប់កំមុខនេះគឺធ្វើម៉េចដើម្បីផ្ដល់សញ្ញាបត្រជូនពួកគាត់ដូចបងដឹងហើយទៅធ្វើការយើងមានសញ្ញាឃើញប៉ុន្តែវាអត់មានសញ្ញាបត្រសញ្ញាបត្រហ្នឹងវាវែងលុយថវិកាយើងណាបាទអញ្ចឹងអាហ្នឹងគឺជាអីដែលក្រសួងការងារបានដាក់ចេញដើម្បីឲ្យស្របទៅតាមការណែនាំរបស់សំណាញ់ដើម្បីបងប្អូនអតីតពលករមកពីថៃគាត់មានសញ្ញាឃើញដែលទៅធ្វើការសុខភាពរាប់សិបឆ្នាំហើយមកដល់តែវិញមានសញ្ញាបត្រយកសញ្ញាបត្រហ្នឹងយកទៅកន្លែងការងារដើម្បីគាត់ទទួលបានឱកាសការងារហើយមិនត្រឹមតែប៉ុណ្្នឹងទេបើសិនបងទៅតាមខេត្តជាយដែនចេញពីភ្នំពេញទៅបងគឺអាប៉ាណូធំដែលដាក់កាត់ទៅតឹងផ្លូវស្ដីពីឱកាសការងារគឺដាក់លើប៉ុណ្ណានៅហ្នឹងហ្មងគឺដើម្បីឲ្យបងប្អូននឹងឃើញហើយផ្សព្វផ្សាយពីគាត់ឃើញគាត់អាច scan លេខ scan QR code នៅហ្នឹងឬក៏ទេមកដល់ពីកំពិតដើម្បីមានការងារធ្វើហើយមួយទៀតក៏យើងបានធ្វើដែរយើងទៅធ្វើការថៃមួយខែបាន1លានឬក៏យើងនិយាយថាជាង10000បាតចុះបើសិនបើឲ្យបងប្អូនថាមួយខែទៅរក1500ទៅរក2000ប្រហែលជាសប្បាយចិត្តទេយើងបានពង្រីកឱកាសការងារនៅក្រៅប្រទេសថៃទៀតផងកូរ៉េនេះជប៉ុននេះសិង្ហបុរីខែ2000បាទសិង្ហបុរីខែ2000នៅប្រទេសផ្សេងទៀតបាទក៏សិតតែមានប្រាក់ខែច្រើនហើយមានលក្ខខណ្ឌការងារល្អគ្មានការមាក់ងាយគេឲ្យតម្លៃយើងខ្ពស់តាមទៀតផងនេះគឺជាវិធានការត្រួសដែលខ្ញុំចង់បញ្ជាក់ជូនប្រិយមិត្ត SVT ក៏ដូចជាបងផងដែរបាទចាប់គាត់មិនចាំបងបាទអរគុណមែនទែនអាយដាមបងបាទ
ចុះបើប្រៀបធៀបប្រាក់ខែដែលពលករធ្វើការនៅប្រទេសថៃបើប្រៀបធៀបជាមួយនឹងប្រាក់ខែឱកាសការងារដែលគាត់ទទួលបាននៅក្នុងស្រុកយើងវិញប្រៀបធៀបគ្នាវាមានតុល្យភាពនេះយ៉ាងម៉េចដែរបងប្អូនបាទអរគុណបងសំណួរនេះជាសំណួរដ៏ល្អហើយខ្ញុំជឿថាតាមរយៈ SBT សូមឲ្យបងប្អូនដែលជាអតីតពលករដែលមកពីប្រទេសថៃក៏ដូចជាអ្នកនៅក្នុងប្រទេសថៃអតីតពលករដែលមិនទាន់សម្រេចចិត្តក្នុងការធ្វើការចង់ដឹងថាចំតើមានការងារធ្វើអត់ហើយអាមានការងារធ្វើហើយតើបានប្រាក់ចំណូលសមរម្យអត់រស់បានអត់ហើយមួយទៀតបើកលុយទៀងទាត់អត់បាទខ្ញុំចង់បញ្ជាក់ជូនបងប្អូនទាំងអស់គ្នាថាជាមធ្យមនៅកម្ពុជាបងប្អូនទៅធ្វើការនៅក្នុងរោងចក្រសហគ្រាសមិនតិចជាង350ខ្ញុំអាចជូនបងប្អូនទាំងអស់គ្នាបូកលេខជាមួយខ្ញុំពេលខែគោលគឺ$210នៅកម្ពុជាគេមានលុយមួយគេហៅថាលុយធ្វើការទៀងទាត់នៅរោងចក្រគេហៅថាលុយព្រីមមួយខែរត់ឲ្យយ៉ាងតិច$10តម្រូវឲ្យរោងចក្រសហគ្រាសត្រូវតែផ្ដល់ជូនទៅដល់កម្មករកម្មការនេះមួយទៀតលុយបាយនិងលុយធ្វើដំណើរសំទោសលុយធ្វើដំណើរលុយស្នាក់នៅ$7លុយបាយថ្ងៃត្រង់$13បាទលុយជំនាញចាប់ពី$2ឡើងដល់$11លុយធ្វើការទៀងលុយអតីតភាពការងារក៏មានចាប់ពី$2ឡើងដែរបូកជាមួយនឹងលុយថែមម៉ោងត្រឹមតែថែមម៉ោងម៉ោង6$78ក្នុងមួយខែហើយពេលដែលថែមម៉ោងដល់ម៉ោង6នេះត្រូវបូក$13បន្ថែមពីលើទៀតគឺលុយថ្លៃបាយជូនបងប្អូនពលករដែលថែមម៉ោងដល់ម៉ោង6 210បូក10 220 220បូក7 227នេះជាលុយដែលមាននៅក្នុងច្បាប់227បូក13 240យើងថាយកតែ2ចុះ242 244 244បូក13 250 44បូក13 257 257បូក78បាទចិត្ត$340នេះគឺជាលុយដែលបងប្អូននឹងទទួលបាននៅពេលដែលបងប្អូនធ្វើការនៅក្នុងស្រុកខ្មែរមួយវិញទៀតពេលដែលបងប្អូនឈឺនៅកម្ពុជាគឺមានបសសបេឡាជាតិសន្តិសុខសង្គមជូនបងប្អូនរហូតដល់3របបទី1ការថែទាំសុខភាពបងប្អូនឈឺបងប្អូនមិនបាច់ចាយលុយខ្លួនឯងទេបងប្អូនទៅពេទ្យមានតែបានបសមួយបងប្អូនទៅពេទ្យកាឡាម៉ែតទៅពេទ្យរុស្ស៊ីទៅពេទ្យអង្គឌួងទៅពេទ្យណាក៏ដោយគេមានដាក់ផ្លាកដៃគូបសបងប្អូនអញ្ជើញទៅការចំណាយទាំងអស់គឺជាការចំណាយរបស់រោងចក្រសហគ្រាសទេបងប្អូនណាបងប្អូនមានគ្រោះថ្នាក់ការងារធ្វើដំណើរពីកន្លែងការងារទៅផ្ទះទៅដំណើរពីផ្ទះមកកន្លែងការងារបងប្អូនមានគ្រោះថ្នាក់ក៏គេរ៉ាប់រងឲ្យយើងដែរហើយអ្វីដែលសំខាន់មួយទៀតនៅខ្មែរមានលុយសោធនទើបតែជំនាន់នេះទេដែលបងប្អូនកម្មករកម្មការិនីរបស់យើងគាត់មានប្រាក់សោធនបាទនៅក្នុងសង្គមយើងធ្លាប់តែឮទេថាអូតើតាអ្នកម៉ឺនតើតាអ្នកធំដុំបានមានប្រាក់សោធនរៀនចប់ធ្វើការចប់ដល់អត្រេតបានមានប្រាក់សោធនប៉ុន្តែបងប្អូនកម្មករកម្មការនេះអត់ទេមានដូចគ្នានៅសម័យដែលចូលទៅប្រទេសនេះអញ្ចឹងបងប្អូនឃើញនេះគឺជាអត្ថប្រយោជន៍ចុះបើនៅថៃវិញតាមការបញ្ជាក់ពីបងប្អូនទាំងអស់គ្នាខ្ញុំបញ្ជាក់ជូនបងថាកាលពីថ្ងៃទី1ខែ7ក្រោយពេលដែលបងប្អូនយើងសម្រុកត្រឡប់មកវិញថ្ងៃទី1ខែ7ឆ្នាំ2025រដ្ឋាភិបាលថៃបានណែនាំទៅដល់សហគ្រាសថៃទាំងអស់ឲ្យបងលុយ400បាតនៅក្នុងមួយថ្ងៃជូនទៅដល់បងប្អូនពលករដែលមានជំនាញ400បាតអញ្ចឹង40000អាចឡើងចុះទីទួយទៅតាមការហើមនៃលុយធ្វើការ30ថ្ងៃយើងគិតលុយដុល្លារមួយថ្ងៃ10រៀល30ថ្ងៃបងប្អូនបាន300ឃើញហើយបងប្អូនធ្វើការ30ថ្ងៃពេញបាទអត់មានឈប់ប៉ុនក៏អត់ឈប់សៅរ៍អាទិត្យក៏អត់ឈប់ដែរហើយបើបងប្អូនឈឺបងប្អូនត្រូវចាយលុយការថែទាំសុខភាពខ្លួនឯងបងមួយឆ្នាំ4000បាតមួយឆ្នាំ4000បាតនេះបានបងប្អូនទៅព្យាបាលបានហើយទៅព្យាបាលម្ដងបងអស់30បាតពីលើទៀតនេះគឺជាតួលេខជាព័ត៌មានដែលយើងទទួលបានយ៉ាងជាក់លាក់ពីទឹកដីថៃត្រឡប់មកវិញតាមរយៈបងប្អូនខ្ញុំក៏បញ្ជាក់ប្រាប់យើងកុំគ្នាបញ្ជាក់មកគឺអញ្ចឹងទាំងអស់លើកលែងតែអ្នកដែលនៅក្នុងប្រព័ន្ធទេពេលដែលបងប្អូនឈឺមិនដូចនៅពេញនៅស្រុកខ្មែរគេលើខែពេទ្យបានលុយណាបងប្អូនឈឺគេមកការបងប្អូនមួយថ្ងៃបងប្អូនឈឺមិនបានគេមិនបានលុយអូខេបាទគេប្រើយើងនៅពេលជាបាទប្រើយើងនៅពេលជាហើយចោះមួយទៀតបើសិនបើពេលដែលយើងចាស់គេបញ្ជូនយើងត្រឡប់មកវិញបងប្អូនចេះសំលុយបងប្អូនមានចុះបងប្អូនអត់ចេះសំលុយបងប្អូនមានលុយណាในការថែទាំសុខភាពឃើញនេះគឺជាភាពខុសគ្នានេះគឺជាភាពខុសគ្នាដែលខ្ញុំបញ្ជាក់ជូនបងប្អូនទាំងគ្នាហើយនៅកម្ពុជាការងារឥឡូវរត់របងប្អូនទាំងគ្នាបងប្អូនថាអត់ការងារធ្វើបងប្អូនក៏ផុសឬក៏ទេមកលេខអ្នកនាំពាក្យឆាតទៅ12កម្មឆាតទៅតាម Telegram អាចដំទៅគឺគេតាក់ទងបងប្អូនមករកការងារភ្លាមហ
ហើយជាក់ស្ដែងបងប្រុសម្នាក់ដែលមកពីប្រទេសថៃត្រូវបានយោធាថៃធ្វើបាបនៅតាមបន្ទាត់ព្រំដែនមកដល់មានសារព័ត៌មានមួយតាក់ទងមកយើងទៅដឹកដល់ហ្នឹងហើយយកទៅដាក់អង្គចៅទៀតបាទនេះគឺជាអ្វីដែលយើងបានទៅអញ្ចឹងសរុបមកវិញថាអត្ថប្រយោជន៍នៅស្រុកខ្មែរបាទមានច្រើនជាងបងប្អូនទាំងគ្នាហើយអ្វីដែលសំខាន់មួយទៀតក្នុងនាមយើងជាជនជាតិខ្មែរពលរដ្ឋខ្មែរយើងគួរតែធ្វើអីដើម្បីសង្គមជាតិរបស់យើងមិនមែនថាមកធ្វើការក្នុងស្រុកហៅចេះហៅការងារអត់មានអត្ថប្រយោជន៍ក៏អត់មានភាគខែកតិចអត់ទេកម្ពុជា20ឆ្នាំចុងក្រោយនេះខុសពីកម្ពុជាកាលពី20ឆ្នាំមុនមានការរីកចម្រើនជាច្រើនអញ្ចឹងប្រាក់បៀវត្សបងប្អូនបាក់ផាគ្នាទេហេតុអីបានជាបងប្អូនមិនមកធ្វើការក្នុងស្រុកយើងនៅក្នុងផ្ទះយើងដើម្បីជួយឲ្យស្រុកយើងកាន់តែរីកចម្រើនបន្ថែមទៀតបាទអរគុណមែនទែនអាដាមបងប្អូនបាទខ្ញុំឃើញសកម្មភាពរបស់ក្រសួងការងារគឺអាដាមរដ្ឋមន្ត្រីគឺអាដាមតែចុះផ្ទាល់តែម្ដងដែលខ្ញុំធ្លាប់ទៅយកព័ត៌មានផ្ទាល់បាទឃើញអាដាមចុះណែនាំជាប្រវត្តិចុះធ្វើវេទិកាសាធារណៈហើយមានដៃគូក្រុមហ៊ុនផ្សេងចូលរួមបាទគឺការខិតខំប្រឹងប្រែងប៉ុន្តែតើក្រសួងមានវគ្គបណ្ដុះបណ្ដាលជំនាញអ្វីដែរសម្រាប់ដល់អ្នកដែលមិនចេះសោះដូចថាពេលខ្លះគាត់អត់ចេះអីសោះបាទតែគាត់មានកម្លាំងពេញតែគាត់ចង់ធ្វើការបាទតើខាងក្រសួងមានវគ្គបណ្ដុះបណ្ដាលជំនាញអីខ្លះដែរហើយឮថារៀននឹងបានលុយទៀតរៀនបានលុយបាទពិតទេអាដាមបងនេះគឺជាការពិតនេះបងប្អូននេះសូមបង្ហាញវគ្គនេះមួយគឺគេថាវគ្គបណ្ដុះបណ្ដាលជំនាញ D7 ថ្ងៃវគ្គនេះហើយគឺជាវគ្គដែលបណ្ដុះបណ្ដាលជូនបងប្អូនជាស្ពានជូនបងប្អូនឲ្យបងប្អូនមានជំនាញលើវិស័យកាត់ដេរហើយឲ្យបងប្អូនទទួលបានប្រាក់ឧបត្ថម្ភថែមទៀតផងមួយថ្ងៃ$8ជូនបងប្អូនទាំងអស់គ្នាពេលដែលចូលរៀនតាមថ្ងៃទី1ភ្លាមបណ្ដុះបណ្ដាល7ថ្ងៃឲ្យចេះដេរចេះប្រើម៉ាស៊ីនចេះចុចចេះដាក់មកជុលចេះស្អីឲ្យមានជំនាញហើយមួយថ្ងៃជូនបងប្អូន$8បាយថ្ងៃត្រង់អត់អស់លុយថែមអាហារសម្រាប់មួយពេលថ្លៃទឹកថ្លៃភ្លើងថ្លៃស្នាក់នៅនឹងការធ្វើដំណើរពីកន្លែងការពីកន្លែងស្នាក់នៅមកកន្លែងធ្វើការគឺជាបន្ទុករបស់កម្មវិធីបាទនេះគឺបណ្ដុះបណ្ដាលជូនបងប្អូនអរគ្នាហើយវគ្គនេះបងប្អូនឃើញនេះសរសេរហើយដាក់ logo ក្រសួងប៉ុណ្ណាហ្នឹងអត់មានអ្នកហ៊ានកក់ទេបាទហើយបើលក្ខខណ្ឌវិញបាទឲ្យតែពី8 10រហូតដល់អាយុ45ឆ្នាំចូលបានទាំងហើយមួយទៀតចូលមកវិថីបាត់ប៉ាសពតឲ្យធ្វើម៉េចបាត់អត្តញ្ញាណប័ណ្ណធ្វើម៉េចឲ្យតែមេឃុំបច្ចៈមានតែសម្បត្តិកំណើតមួយមកបានណាឲ្យតែមានសម្បត្តិកំណើតមួយមកបានអាហ្នឹងអត់ធ្វើយូរដូចអីផ្សេងយកមកមេឃុំបច្ចៈថាសម្បត្តិកំណើតពិតជានៅភូមិកឃុំខស្រុកកខេត្តខមែនយកមកគឺគេយកបងប្អូនទៅទទួលចោះឈ្មោះហើយគេធ្វើបានបសឲ្យហើយឥឡូវសំខាន់មួយទៀតបងប្អូនលុយអត់បើកដៃទេបើតាមកុងធនាគារតាមទៀតបងបាទដើម្បីយកការកត់សម្គាល់នេះបាទយកតាសញ្ញាណប័ណ្ណយកស្អីនេះគឺយកមកធ្វើបានបសឲ្យហើយយកមកធ្វើការធនាគារឲ្យតតំណងកុងធនាគារដើម្បីធ្វើជួយបងប្អូនយើងឲ្យមានការងារធ្វើហើយនេះលេខទូរស័ព្ទបងប្អូនអរគ្នាមានលេខ076 863 3484 016 8786 655 088 559 5439និង071 48 88 905នេះគឺជាលេខទំនាក់ទំនងដែលបងប្អូនទាំងអស់គ្នាអាចជឿជាក់បាន 100% ពេលដែលបងប្អូនអត់មានការងារធ្វើសូមមកទីនេះជាពិសេសបងប្អូនអតីតពលករគេបង្រៀនគេយកចិត្តទុកដាក់ណាស់គេយកចិត្តទុកដាក់ណាស់ហើយការងារនៅស្រុកខ្មែរយើងចង់បញ្ជាក់ជូនបងប្អូនអរគ្នាថានេះគឺជាតួរបាយការណ៍ដែលទើបតែផ្សាយក្តៅហុយហុយកាលពីសប្តាហ៍មុនទេកំពុងស្ពឺដែលកាលពីមុនគេនិយាយថាបងប៊ឺបាទឥឡូវកន្លែងការងារនៅខ្វះ17000នាក់កន្លែងទៀតរោងចក្រមួយឈ្មោះថា Turkey Brother ត្រូវការ2000នាក់បងនេះត្រូវការ2000នាក់ត្រូវការ2000នេះគេដាក់មកហើយក្រសួងការងារដាក់នេះឲ្យទៅហ្មងតាំងពីនៅយើងនៅបន្តព្រំដែនឲ្យអានេះហ្មងរោងចក្រឈ្មោះអីវិស័យអីនៅទីតាំងនៅស្រុកណាលេខទូរស័ព្ទប៉ុន្មានគេត្រូវការជំនាញអីអ្នកដំឡើងអគ្គិសនីក៏ដំឡើងអគ្គិសនីសោះត្រូវការជាង2000នាក់អ្នកដេ1000នាក់អ្នកវិជាម៉ាស៊ីន500នាក់គឺគេមានដាក់នៅក្នុងផ្ទាល់ហើយនេះក៏ត្រូវបានផ្សព្វផ្សាយលើ page របស់អាដាមរដ្ឋមន្ត្រី page ក្រសួងនិងក៏ដូចជា page នាំពាក្យផងដែរដើម្បីជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីឱកាសការងារដ៏សម្បូរបែបនៅកម្ពុជាអញ្ចឹងបងប្អូនដែលចង់មិនទាន់សម្រេចចិត្តថាមកធ្វើការនៅក្នុងស្រុកខ្មែរបាទសូមមើលទៅលើអ្វីដែលយើងកំពុងមានមើលទៅលើអត្ថប្រយោជន៍មើលទៅលើកិច្ចខិតខំប្រឹងប្រែងមើលទៅលើការយកចិត្តទុកដាក់របស់ក្រសួងរបស់យើងក៏ដូចជារាជរដ្ឋាភិបាលដើម្បីឲ្យបងប្អូនតែមួយគត់មានជីវភាពកាន់តែល្អប្រសើរបាទហើយខ្ញុំចង់ឲ្យបងប្អូនចាក់ចេញពីប្រទេសទៅកាន់ប្រទេសដែលគេអាចវាតម្លៃយើងទៀតទេបាទ
គុណមែនតើបងប្អូននេះបងនេះជាសាកសីដែលនៅរស់ឡើយគាត់អតីតពលករមកពីថៃហើយឥឡូវនេះគឺគាត់កំពុងតែធ្វើការនៅក្នុងរោងចក្រមួយឈ្មោះថារោងចក្រ TS Sport នៅកំពង់ស្ពឺប្រហែលជា10គីឡូពីក្រុងច្បារមនទៅបាទនេះគាត់នៅកំពុងតែធ្វើការហើយគាត់សប្បាយចិត្តណាគាត់សប្បាយចិត្តគាត់ថាមានពេលឈប់ជាក់លាក់ច្បាស់លាស់ថ្ងៃសៅរ៍គាត់ចង់ទៅផ្ទះគាត់ទៅផ្ទះងាយថ្ងៃអាទិត្យគាត់ជិះឡានត្រឡប់មកវិញហើយគាត់ថាដេប្រប៉ុណ្ណឹងអត់អីពិបាកព្រោះគាត់នៅថៃអត់មានម៉ោងមានពេលទេអត់ណាអត់មានម៉ោងមានពេលទេអត់ណាអញ្ចឹងគាត់មកនេះគាត់សប្បាយចិត្តមែនទេមកខ្លួនឯងហើយយកប្រពន្ធមកទៀតបាទមកធ្វើការព្រោះ2នាក់700ដែរបាទ2នាក់700ដែរអញ្ចឹងហើយការចំណាយរបស់យើងនៅគាត់ជួលបន្ទប់មួយនៅ2នាក់គ្រួសារគាត់អស់$50គាត់នៅបន្ទប់ស្អាត$50ហើយអង្គទៅព្រៃគាត់យកមកពីស្រុកគាត់និយាយប្រាប់តាមត្រង់ហ្មងគាត់ថាខ្ញុំសួរថាបងមួយខែសល់ប៉ុន្មានមួយខែសល់400ទៅ500បាទ400ទៅ500សម្រាប់យើងអ្នកស្រុកមកពីខេត្តបងបាទចាយធូបាទចាយធូបាទ2នាក់គ្រួសារគាត់2នាក់នេះ700បាទចឹងអរគុណណាស់បងប្អូនប្រិមិត្តចឹងបងប្អូនស្ដាប់កិច្ចសម្ភាសជាមួយនឹងអាដាមសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺមានសារៈប្រយោជន៍ណាស់បងប្អូន save វីដេអូនេះទុកហើយ share វីដេអូនេះទុកអញ្ចឹងដោយអាដាមបងប្អូនមានប្រសាសន៍អញ្ចឹងថាសម្រាប់បងប្អូនដែលចង់រៀនដេគឺក្រសួងយកចិត្តទុកដាក់មែនទែនអាយុចាប់ពី18ឆ្នាំបាទដល់45ឆ្នាំដល់45ឆ្នាំអញ្ចឹងគ្រាន់តែរៀនហ្នឹងក៏បងប្អូនបានលុយក្នុងមួយថ្ងៃ$8ស្មើនឹង32,000រៀលបាទអញ្ចឹងហើយថ្លៃបាយថ្ងៃត្រង់ក្រសួងចាញ់បាទមានបាយទៀតបាទហើយបាយអាហារសម្រាប់មកពេលរសៀលក្នុងពេលប្រពដាហ្នឹងគឺក្រសួងចេញថ្លៃទឹកថ្លៃភ្លើងថ្លៃស្នាក់នៅថ្លៃធ្វើដំណើរក្នុងពេលប្រពដាគឺជាបន្ទុករបស់កម្មវិធីបាទបងប្អូនមកតែខ្លួនបាទប៉ុន្តែនៅពេលរៀនចប់មានការងារធ្វើភ្លាមចូលថ្ងៃទី8គឺគេយកភ្លាមបាទអញ្ចឹងបងប្អូននេះគឺជាឱកាសមែនទែនសម្រាប់បងប្អូនដែលកូនក្មួយហើយមិនថាប្រុសឬស្រីហើយបងប្អូនយកទាំងអស់ទាំងពីរភេទបាទយកទាំងអស់អញ្ចឹងមានន័យថាយើងបញ្ជាក់ឡើងវិញឲ្យបងប្អូនបានបញ្ជាក់ឲ្យថាសូមបងប្អូនស្ដាប់ឃ្លានេះបានច្បាស់ថាចំពោះបងប្អូនបាទទាំងពីរភេទមិនគិតថាបរិសុទ្ធឬស្ត្រីទេចង់រកការងារធ្វើផ្នែករោងចក្រគឺខាងក្រសួងគឺមានបង្រៀនរយៈពេលមួយសប្តាហ៍បាទមួយសប្តាហ៍ហ្នឹងគ្រាន់តែចូលរៀនភ្លាមបានលុយភ្លាមគឺបានលុយភ្លាមក្នុងមួយថ្ងៃ$8មានបាយមានទឹកមានកន្លែងស្នាក់នៅរៀនចប់ភ្លាមគឺចូលធ្វើការបាទយកភ្លាមតែម្ដងពីព្រោះតែរៀននៅក្នុងរោងចក្រស្រាប់ហើយណាបាទរៀននៅក្នុងរោងចក្រស្រាប់រៀនរោងចក្រគឺចាប់ភ្លាមចូលធ្វើការនៅក្នុងរោងចក្រនឹងផ្ទាល់តែម្ដងអត់ឲ្យបងប្អូនពិបាកបាទហើយស្នាក់នៅក៏ស្នាក់នៅចិត្តរោងចក្រហ្នឹងដែរបាទគឺយើងសម្រួលទាំងអស់តែម្ដងព្រោះនេះជាការនិយាយភាសាសាមញ្ញគឺជាការគិតគូររបស់សម្ដេចយុរដ្ឋមន្ត្រីលោកបានគិតគូរណាថ្មីឲ្យបងប្អូនយើងមានការងារធ្វើថ្មីឲ្យបងប្អូនយើងមានជីវភាពកាន់តែល្អប្រសើរហើយឥឡូវខ្ញុំបញ្ជាក់ជូនបងមួយទៀតក្រៅពីបងប្អូនអតីតពលករយើងមានកម្មវិធីមួយទៀតដល់ប៉ុណ្ណាបរៀនសំបីតា pass up ឥឡូវក៏យើងអញ្ជើញពួកគាត់ទៅបរៀនបាទបរៀននេះចុះគាត់ធ្វើរត់ pass up បណ្ដារត់អាតុកនឹងបណ្ដាពេលដែលគេហៅគាត់ទៅប៉ុន្តែយើងបរៀនមួយទៀតគឺនឹងបរៀនអីបងបរៀនម៉ាស៊ីនជែកធ្វើម៉ាស៊ីនជែកមើលភ្លើងនិងជួសឡានកម្រិតមធ្យមបាទកម្រិតនេះចុះបែកកង់ឡានតែហៅពួកគាត់ម៉ាស៊ីនជែកកាលៀង10រៀលមិនចឹងបាទ10រៀលខ្លះយក5-10ហើយបាទមាន5មានខ្លះ2-10បាទមាន2-10មាន10រៀលចឹងគាត់ថាគាត់យកតែ10រៀលអាហ្នឹងក៏យើងក្រសួងយើងជួយបាទបងប្អូនអ្នករត់ pass up បងប្អូនហើយអានោះបងអាចរកស៊ីបានដែរខ្លួនឯងបាទរកស៊ីបានខ្លួននេះហើយទៅរៀនអស់លុយអត់អស់លុយទេគឺជាការគិតគូររបស់រដ្ឋាភិបាលដើម្បីថ្មិចឲ្យបងប្អូនយើងនេះមានជំនាញគ្រប់គ្នាអញ្ចឹងតាមរយៈ SVT របស់បងតាមបន្ទឿនបងប្អូនណាខ្ញុំសុំរឿងពីរសុំទី1បងប្អូនធ្វើជា BA ឲ្យក្រសួងការងារពេលដែលបងប្អូនទៅណាក៏ដោយកេះគ្នាសួរមកអូនឯងមានជំនាញណាបើនៅតែរៀនជំនាញនៅក្រសួងការងារអត់អស់លុយទេតាក់ទងមកគឺផ្ដល់ការរៀនអត់អស់លុយតែម្ដងទី2មានបងប្អូនអតីតពលករឃើញស្គាល់គ្នាអ្នកភូមិអ្នកស្រុកដែលជាអតីតពលករមកវិថីសួរគាត់មានការងារធ្វើណាអត់ការងារធ្វើទៅធ្វើការងារក្រសួងមកបើអត់ចេះក្រសួងគេមានកន្លែងបរៀនបាទអត់ចេះមានក្រសួងកន្លែងបរៀនហើយគេមានកន្លែងស្នាក់នៅកន្លែងស្នាក់នៅជូនបងប្អូនទាំងអស់គ្នាថែមទៀតផងឃើញទេហើយបើយើងចង់ឲ្យតែចង់រៀនណាក្រសួងការងារផ្ដល់ជំនាញរហូតដល់45ជំនាញនឹង10វិស័យបាទឲ្យតែចង់រៀនអីក៏ដោយអត់យកលុយទេមានវិស័យមានធំមាន10វិស័យសំណង់វិស័យឧស្សាហកម្មវិស័យសេវាកម្មវិស័យធម្មពលអគ្គិសនី
វិស័យបរិខាតិចបរិខាតិចក្តៅហ្នឹងគឺម៉ាស៊ីនតិចទូទៅកកម៉ាស៊ីនកម្ដៅឡាក់ហើយបើគ្រឿងយន្តមានជជឡានបាទមកសពអង្លានមានតាំងពីភ្លើងមានតាំងពីការដេកមានតាំងពីគ្រឿងក្រមមានតាំងពីនៅខាងក្នុងភ្លើងអីប្រព័ន្ធឡានផ្សេងៗគឺមានទាំងអស់កាហ្វេធ្វើនំដុតនំធ្វើម្ហូបនិយាយភាសាសាមញ្ញគឺថាឲ្យបងប្អូនយើងមានជំនាញសម្ដេចយុរដ្ឋមន្ត្រីគាត់លោកគិតថ្មិចឲ្យបងប្អូនយើងមានជំនាញមួយយ៉ាងតិចនៅក្នុងខ្លួនដើម្បីលោកគិតឆ្នាំ2050ដើម្បីកម្ពុជាក្លាយជាអ្នកមានបាទអានេះគឺជាការជាឆន្ទៈច្បាស់លាស់ហើយជាអ្វីដែលពលរដ្ឋកម្ពុជាគួរតែចូលរួមដើម្បីមោទនភាពជាតិទាំងអស់គ្នាបើរដ្ឋមិនអោយមិនប្រោះបដាលទេអាហ្នឹងយើងថារដ្ឋមិនគិតគូរឥឡូវរដ្ឋគឺគិតគូរផ្ដល់ការប្រោះបដាលហើយម៉ោងពេលបើយើងអត់តន់ធ្វើអីទៅរៀនពេញមួយថ្ងៃផឹកងាយច័ន្ទសុក្របើយើងរវល់ផឹកទៅរៀនថ្ងៃបើយើងរវល់ថ្ងៃទៅរៀនព្រឹក3ជំរឿបើយើងរវល់ពីម៉ោង8ផឹកដល់ម៉ោង5ទៅរៀនម៉ោង5កន្លះម៉ោង8បើយើងរវល់ដល់ម៉ោង5កន្លះទៅរៀនដល់ម៉ោង6ដល់ម៉ោង8 5បើយើងរៀនរវល់ពីថ្ងៃច័ន្ទថ្ងៃសុក្រហើយល្ងាចឡើងយើងអត់ចង់ទៅធ្វើអីយើងចង់សម្រាកយើងទៅរៀនសៅរ៍អាទិត្យបាទប៉ុន្តែបើយើងរវល់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍យើងអាចទៅរៀនថ្ងៃអាទិត្យបានអញ្ចឹងនិយាយភាសាសាមញ្ញរដ្ឋាភិបាលក្រសួងការងារវានៃការប្រដៅបើយើងគឺបត់បែនណាឲ្យតែឆ្លើយថារៀនទៅប្រឡោះណារៀនថ្ងៃវល់ថ្ងៃច័ន្ទថ្ងៃសៅរ៍រៀនថ្ងៃអាទិត្យវល់ពេលថ្ងៃរៀនវល់ពេលថ្ងៃរៀនព្រឹកវល់ព្រឹករៀនថ្ងៃវល់ពេញមួយថ្ងៃរៀនវេនយប់បាទនេះគឺជាអ្វីដែលយើងបានដាក់ចេញគឺធ្វើយ៉ាងម៉េចឲ្យបងប្អូនយើងមានជីវភាពកាន់តែល្អប្រសើរដូចបងបានជម្រាបស្រាប់ឆ្នាំ2025កន្លងទៅនេះការបោះទុនវិនិយោគមានប្រមាណជាង$10,000 លានថ្មី$10,000 លានសហរដ្ឋអាមេរិកហើយ 50% គឺវិស័យឧស្សាហកម្មក្នុងនោះបងប្អូនអរគ្នាក្នុងវិស័យឧស្សាហកម្មនេះយើងឃើញបង្កើតការងារបានជាងបង្កើតការងារបានជាង43,000កន្លែងបន្ថែមទៀតហើយឧស្សាហកម្មនេះហើយគឺគេត្រូវការជំនាញចំណេះហើយអាជំនាញចំណេះណាបងប្អូនគឺធ្វើឲ្យយើងមានបរិការខ្ពស់យើងឃើញឥឡូវមានឡាន Ford មកដំឡើងនៅស្រុកខ្មែរយើងមានឡាន BYD របស់ចិនមានកន្លែងគេផលិតកង់ឡានមានកន្លែងគេផលិតកែច្នៃឡានជាច្រើនដែលជាឱកាសជូនបងប្អូនយើងមានកន្លែងជាច្រើនណាស់សម្រាប់បងប្អូនយើងបង្កើនជីវភាពរបស់ខ្លួនឯងឲ្យកាន់តែប្រសើរអញ្ចឹងឥឡូវប្រទេសបើកចំហការវត្តក៏លឿនអ្នកវិនិយោគទុនក៏ច្រើនអញ្ចឹងដល់វេនយើងខ្លួនឯងម្ដងដែលជាពលរដ្ឋតើយើងបានត្រៀមខ្លួនដើម្បីចាប់យកឱកាសនៃការរីកចម្រើននេះហើយឬនៅសួរខ្លួនឯងបើមិនទាន់មានតើរៀនជំនាញរៀន4ខែទៅហើយរៀនអត់អស់លុយផងវល់ផឹករៀនថ្ងៃវល់ថ្ងៃរៀនផឹកបាទវល់ពេញមួយថ្ងៃរៀនយប់វល់ពីថ្ងៃច័ន្ទថ្ងៃសៅរ៍រៀនថ្ងៃអាទិត្យវល់ពីថ្ងៃច័ន្ទថ្ងៃសុក្ររៀនថ្ងៃសៅរ៍អាទិត្យអស់បាទនេះគឺជាអីដែលរាជរដ្ឋាភិបាលបានដាក់ចេញតាមរយៈក្រសួងការងារថ្មិចឲ្យបងប្អូនយើងមានសមត្ថភាពបាទកន្លងមកខ្ញុំបងធ្លាប់ស្ដាប់តាមហាងកាហ្វេហាងអីបាទមហាជនខ្លះគាត់លើកឡើងពេលខ្លះគាត់បារម្ភថាខ្លាចថារោងចក្រស្រុកយើងគេចេញពីរោងចក្រស្រុកយើងទៅគេផ្សេងទៅប្រទេសគេផ្សេងប៉ុន្តែដោយសារតែអត្រាពន្ធយើងឥឡូវបាទសល់ប្រហែល%ហ្នឹង10%បាទបាទដល់ពេល10%ហើយប្រទេសជិតខាងដូចពន្ធនេះខ្ពស់ជាងយើងខ្ញុំអាចបញ្ជាក់កន្លែងចង់សូមបញ្ជាក់កន្លែងហ្នឹងបាទចង់ចំណនេះបងប្អូនពេលនេះគឺជាពេលមួយដែលល្អបំផុតពីព្រោះសហរដ្ឋអាមេរិកតាមរយៈតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានរំចោលអាពន្ធ19%ដែលយើងខំចរចាក្នុងហើយពន្ធលើសល់10%បាទឥឡូវពន្ធ10%រយៈពេល150ថ្ងៃចង់ឥឡូវនេះវិស័យឯកជនសម្រុកនាំទៅអាមេរិកដូចជួសចឹងបាទព្រោះអីពន្ធតិចបាទពន្ធតិចអញ្ចឹងឃើញអញ្ចឹងអានេះគឺក្រសួងការងារកំពុងតែបន្តតាមដានបន្ថែមទៀតអញ្ចឹងបាទពួកខ្ញុំធ្លាប់ជួបជាមួយវិស័យឯកជនកាលពីក្នុង49%វិស័យឯកជនភ័យមកភ័យហើយពួកគាត់និយាយថាប៉ុណ្ណេះធ្វើម៉េចឲ្យនៅក្នុងម្លងមក20% 24 25គឺល្អបំផុតគាត់ថាអាចទៅរួចអត់មានរឿងរោងចក្រចេញអាចទៅរួចបាទតែពេលសម្រាប់ចរចាបាន9 10ពួកគាត់ថាខ្សាក់ធូរហ្មងគាត់ថាធូរហ្មងហើយយើងកាលហ្នឹងល្អជាងវៀតណាមផងល្អជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ផងនេះគឺជាល្អដល់ពេលឥឡូវនេះគឺអា9 10អត់អនុវត្តទេអនុវត្តតែ 10% ទៀតអញ្ចឹងគឺជាឱកាសមួយខ្លាំងមែនទែននៅក្នុងការបង្កើតការងារសម្រាប់បងប្អូនយើងកាន់តែច្រើនបន្ថែមទៀតហើយសូមដូចបងថាបងប្អូននៅតាមតុកាហ្វេជាបារម្ភអីបើការងារនេះបងប្អូនមើលនេះកំពង់ស្ពឺឆ្នាំថ្មី2026មាន200រោងចក្រគ្រាន់តែខេត្តកំពង់ស្ពឺមួយ
បាទមាន200រោងចក្រ 200រោងចក្រ បាទ200រោងចក្រហើយឥឡូវត្រូវការងារ 17000 បន្ថែមទៀតដូចខ្ញុំបញ្ជាក់អញ្ចឹងនៅអារ៉ាល់ផ្លូវទៅអារ៉ាល់បើ5ឆ្នាំមុន10ឆ្នាំមុនមានអាហ៊ានជិះទៅឥឡូវផ្លូវកស៊ូហើយរោងចក្រទំរៀបនេះដូចដៃហើយរោងចក្រដែលខ្ញុំទៅគឺ TI Sport មួយត្រូវការប្រមាណជា800នាក់បន្ថែមនេះគឺជាអ្វីមួយដែលខ្ញុំលើកឡើងហើយលើកឡើងនេះមិនមែនថាចេះតែនិយាយកុំឲ្យថាអួតថារដ្ឋាភិបាលបាននេះបងប្អូនអរនេះអាចកាមេរ៉ាស៊ូមមកចិត្តមើលនេះឈ្មោះរោងចក្រគេណាយើងមិនអាចយកឈ្មោះរោងចក្រគេយកទៅនិយាយលេងអញ្ចឹងនេះឈ្មោះរោងចក្រនេះនៅណាព្រំស្រួចសម្រាប់តងកងពិសីបសែតនៅកំពង់ស្ពឺហើយយើងប្រាប់លេខទូរស័ព្ទទៀតនេះដាក់លេខទូរស័ព្ទ3ខ្សែតើតោះមុខតំណែងនេះមាន2000នាក់1000នាក់500 500 តែខ្លះសេដាក់ហ្មងឬរហូតគ្រប់ចំនួនបាទមិនឥឡូវសួរថាតើឱកាសការងារយើងមានច្រើនគឺជាឱកាសការងារមួយដែលមានច្រើនណាស់បងប្អូនអរគ្នាហើយការងាររបស់យើងរឹងមាំតែផងមិនត្រឹមតែថាមានការងារទេគឺមានការងារប្រកបដោយភាពរឹងមាំហើយការគ្រប់គ្រងការជួយពីក្រសួងការងារមន្ត្រីរបស់យើងគឺចុះទៅតាមមែនតើកាលពីខែ8កន្លងទៅមន្ត្រីរបស់យើងចុះទៅមុខរោងចក្រចាំទទួលបងប្អូនអតីតពលករឲ្យចូលរោងចក្របាទកាលពីខែ8កន្លងទៅពួកកាលនោះខែ8គឺបុកសម្រុកខ្លាំងចូលមកធ្វើការខ្លាំងមែនតើមួយថ្ងៃបើនៅព្រំដែនកាលពេលនោះថ្ងៃខ្លះ5-10ម៉ឺននាក់ក្នុងមួយថ្ងៃដែលវិលចូលទៅកម្ពុជាចូលត្រឡប់មកយើងមន្ត្រីរបស់យើងជួយបងប្អូនដឹកចេញឲ្យផុតពីព្រំដែនជួយកម្មម៉ោង2យប់ឲ្យមិនពួកបង5-10ម៉ឺនមិនលេងបាទ5-10ម៉ឺនច្រើនគឺក្នុងមួយថ្ងៃបាទមករហូតដល់5-10ម៉ឺននាក់មានថ្ងៃខ្លះគឺឡើង5-10ម៉ឺនអូគឺជាថ្ងៃហ្នឹងគឺខ្ញុំថាទាំងអញ្ញាធរទាំងអីយើងមើលប៉ុន្តែអ្វីមួយដែលរូបភាពនោះដែលខ្ញុំតែឃើញនេះបងប្អូនពេលអញ្ចឹងហើយបាទខ្ញុំនឹកឃើញថាមានតែខ្មែរទេទើបជួយខ្មែរបាទអាដាមរំតែអត់សូវនៅកន្លែងទេលោកចោះទៅព្រំដែនទៅមើលបន្តតំណងតាមតើបងប្អូនយើងមកហ្នឹងមានអីខ្លះបាទមានបាយនៅមានទឹកនៅមានអាហារសម្រន់នៅមានស្អីយ៉ាងហោចណាស់ក៏មានអាហារសម្រន់ហើយយ៉ាងហោចណាស់ក៏លោកបានអញ្ជើញចោះទៅដើម្បីជួយនៅក្នុងការសម្របសម្រួលបងប្អូនរបស់យើងហើយអ្វីដែលសំខាន់មួយទៀតមានឯកសារគ្មានឯកសារយកចូលសិនបាទពួកនៅខាងមកបាត់ឯកសារហើយបាទហើយពេលមកកាលពីពេលនោះក៏យើងឃើញមានព័ត៌មានផ្សព្វផ្សាយជាច្រើនអាសុខខ្មែរអត់មានការងារធ្វើឡើងឡាក់ផ្សេងយើងមិនទៅរំលឹករឿងចាស់ប៉ុន្តែឥឡូវអ្វីដែលយើងមើលគឺហើយយើងកំពុងតែព្យាយាមជួយគ្នាក្នុងការផ្សព្វផ្សាយកម្ពុជាមិនខ្វះការងារធ្វើទេអត្ថប្រយោជន៍នៅកម្ពុជាមានច្រើនហើយប្រាក់របស់យើងប្រាក់កម្រៃក៏សមរម្យមិនចាញ់នៅក្នុងប្រទេសថៃទេបាទនេះគឺជាអ្វីដែលខ្ញុំអាចចង់បញ្ជាក់ពីបច្ចុប្បន្នភាពចុងក្រោយជូនបងប្អូនអរគុណហើយសម្រាប់ការជួយបងប្អូនយើងដែលមកពីប្រទេសថៃជាង30ចំណុចដែលយើងបានធ្វើបាទជួយតាំងពីនៅបន្ទាប់ព្រំដែនរហូតដល់ពួកគាត់មានការងារធ្វើបាទខ្ញុំបានបញ្ជាក់ម្ដងហើយម្ដងទៀតថានៅកម្ពុជាការងាររត់ទៅដល់ជើងផ្ទះបងប្អូនអរគ្នាបាទក្រុមហ៊ុនរោងចក្រសហគ្រាសគឺចោះទៅជាមួយក្រសួងពីព្រោះវាមិនមែនជារឿងដាច់តម្លៃរបស់បុគ្គលណាទេគឺជារឿងរបស់ជាតិកម្ពុជាដែលមកជាង7 million នាក់មក7 million នាក់អញ្ចឹងយើងចោះទៅជួយបងប្អូនយើងទាំងអស់គ្នាធ្វើឲ្យបងប្អូនយើងមានការងារធ្វើឲ្យបងប្អូនយើងសុវត្ថិភាពឲ្យបងប្អូនយើងមានជីវភាពកាន់តែល្អប្រសើរនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បានបាទហើយបងប្អូនតើខាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានគម្រោងនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់បងប្អូនពលករយើងដែលគាត់ចង់ទៅបម្រើការងារនៅបរទេសបាទមានទេរាល់ថ្ងៃមានជាការពិតគម្រោងជាមួយបណ្ដាប្រទេសឥឡូវនេះយើងមាន7ប្រទេសជាមួយនឹងរដ្ឋបាលមួយគឺហុងកុងរបស់ចិនសម្រាប់ការប្រពៃណាសម្រាប់ក្រសួងអត់លូកលាន់កិច្ចការងារនឹងទេគឺជាការប្រពៃណារវាងវិស័យឯកជននិងវិស័យឯកជនលើកឡើងតែជាមួយកូរ៉េត្បូងជាការបញ្ជូនទៅរវាងស្ថិតនៅក្រោមយន្តការ G2G គេហៅថា government to government គឺជាយន្តការបរដ្ឋអញ្ចឹងឥឡូវនេះស្រួលណាស់បងប្អូនទៅរៀនសាលាណាក៏បានដែរទៅរៀនទៅឲ្យតែបងប្អូនចេះភាសាកូរ៉េហើយបងប្អូនប្រឡងហើយប្រឡងនេះមិនមែនក្រសួងការងារអ្នកប្រឡងទេគឺ HRD របស់កូរ៉េគឺជាអ្នកបាទគ្រប់គ្រងលើការប្រឡងអញ្ចឹងបងប្អូនឆ្លាញ់ប្រទេសណាបងប្អូនរៀនចេះភាសាហ្នឹងអង់គ្លេសអាចទៅអ៊ីស្រាអែលអាចទៅសិង្ហបុរីអាចទៅហុងកុងបាទភាសាកូរ៉េទៅកូរ៉េជប៉ុនទៅជប៉ុនអូខេនេះគឺជាកិច្ចសហប្រតិបត្តិការដែលយើងមានហើយសូម្បីតែម៉ាឡេស៊ីក៏មានដែរអារ៉ាប៊ីសាអូឌីតក៏មានដែរអញ្ចឹងវាជាឱកាសរបស់បងប្អូនច្រើនមែនទែននៅក្នុងការបងប្អូនអាចអញ្ជើញទៅប្រទេសណាដែលបងប្អូនឆ្លាញ់ហើយប្រាក់បៀវត្សវិញទៅនោះបានរឿងពីរលុយក៏បានច្រើនមួយទៀតមកវិញបានជំនាញ
បានជំនាញហើយយកមកអភិវឌ្ឍនៅក្នុងប្រទេសយើងដើម្បីកសាងជីវភាពរបស់យើងកាន់តែប្រសើរ ប៉ុន្តែខ្ញុំឃើញនិយាយឲ្យត្រង់ខ្ញុំឃើញបងប្អូនពលករគាត់ទៅកូរ៉េដល់ពេលគាត់មកវិញជាទូទៅគាត់មានជីវភាពទូធាបាទពេលខ្លះគាត់ដល់គាត់មកហើយពេលដែលគាត់មកវិញមិនថាសំខាន់កូរ៉េនិងជប៉ុន បាទ ដែលបងប្អូនយើងគាត់ទៅធ្វើមានឱកាសធ្វើការនៅប្រទេសកូរ៉េហើយគាត់បានប្រាក់ខែខ្ពស់ហើយគាត់មកវិញគឺគាត់មានជំនាញហើយមានចំណេះគាត់អាចមានថវិកាហើយមានជំនាញទៀតគាត់អាចប្រកបមុខរបរតែបងប្អូននៅកូរ៉េ បាទ ហើយនៅជប៉ុនក៏បងធ្លាប់ឃើញគាត់មកវិញគាត់ដូចគាត់ធ្វើការប៉ុន្តែគាត់មានជំនាញពីជប៉ុនមកគាត់ បាទ គាត់ចាប់ដើមរកស៊ីខ្លួនគាត់ គាត់ចាប់ផ្ដើមរកស៊ីមានខ្លះដូចបងឃើញមានបងប្រុសម្នាក់គាត់ទៅជប៉ុនគាត់ដាំឈូកអាឈូក បាទអាឈូកបាទឃើញ ឈូកជប៉ុនហ្នឹង បាទឃើញ គាត់ទៅទិញដីស្រែមួយនៅព្រៃវែងដាំអាឈូកហ្នឹងយកទៅលក់នៅជប៉ុន បាទ នេះហើយគាត់មកវិញសល់លុយ10000បងសល់លុយ10000បាទព្រោះបាទគេទៅដល់នោះប្រាក់ខែច្រើនហើយមានជំនាញទៀតអញ្ចឹងអានេះក៏ជាជំរឿនមួយដែលយើងផ្ដល់ជូនបងប្អូនទាំងអស់គ្នាដែររដ្ឋាភិបាលអញ្ចឹងជារដ្ឋាភិបាលគឺជាយន្តការក្នុងការបើកផ្លូវជូនបងប្អូនទាំងអស់គ្នាយើងបានបើកចំហផ្លូវហើយយើងបានបើកឲ្យមានកិច្ចសហប្រតិបត្តិការហើយអញ្ចឹងបងប្អូនអាចអញ្ជើញទៅបងប្អូនស្រឡាញ់ប្រទេសណាទៅប្រទេសហ្នឹងបាទបងប្អូនស្រឡាញ់ទៅប្រទេសណាទៅប្រទេសហ្នឹងហើយសំខាន់ពេលដែលបងប្អូនទៅក្រៅប្រទេសក្រសួងក៏នៅតាមមើលបងប្អូនទៅដល់ក្រៅប្រទេសដែរយើងមានមន្ត្រីដើម្បីទៅជួយមើលនៅកូរ៉េមានអនុព័ន្ធការងារនៅជប៉ុនហ្នឹងក៏មានអនុព័ន្ធការងារដើម្បីជួយបងប្អូននោះសុខទុក្ខបងប្អូនគឺជាសុខទុក្ខរបស់អាដាមរដ្ឋមន្ត្រីគឺជាសុខទុក្ខរបស់សម្ដេចយើងនិយាយជារួមអញ្ចឹងបាទ ឥឡូវងាកមកវិញឯនំបងប្អូនមានអីបន្ថែមទៀតទេដែលចង់គេហៅថាដើម្បីឲ្យបងប្អូនយើងខ្លះគាត់ថាមិនដឹងរកការងារធ្វើនៅឯណាហើយពេលខ្លះគាត់ពិបាកតាក់ទងអញ្ចឹងឯនបងប្អូនអាចបញ្ជាក់ថាបើបងប្អូនយើងតែគាត់អត់មានការងារធ្វើហើយចង់ធ្វើការងារបាទមិនមានចំណេះមិនមានជំនាញឯនបងប្អូនសូមចេញទៅចុងក្រោយបាទអរគុណបងមន្ត្រីសម្រាប់បងប្អូនទាំងអស់គ្នាជាពិសេសអតីតពលករដែលមកពីប្រទេសថៃក៏ដូចជាប្រជាពលរដ្ឋយើងជាទូទៅបងប្អូនចាំរឿងមួយចាំលេខ4លេខបើបងប្អូនអត់មានការងារធ្វើសូមបងប្អូនកុំភ្លេចលេខ1297បាទលេខ1297បងប្អូនចាំហើយអាចជំរុញខ្ញុំឲ្យនេះជូនបងមន្ត្រីដើម្បីបងមន្ត្រីអាចតម្លាក់វាចូលក្នុង comment ចូលក្នុង comment របស់យើងទៅអញ្ចឹងបងប្អូនក៏អាច scan អានេះបានបាទ scan ហើយមានលេខទូរស័ព្ទនៅក្នុងនឹងស្រាប់អញ្ចឹងដើម្បីបងប្អូនទទួលបានការងារធ្វើហើយពួកយើងប្រចាំការ7ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីផ្ដល់ឱកាសការងារជូនបងប្អូនទាំងគ្នាមួយទៀតលេខតំណែងរបស់អ្នកនាំពាក្យ07466 289បងប្អូនតាក់ទងមកខ្ញុំចោះឈ្មោះរកការងារជូនបងប្អូនដែលខ្ញុំធ្វើការជាមួយ NEA ជូនបងប្អូនទាំងគ្នាហើយទីភ្នាក់ងារជាតិមួយរបរនឹងការងារក៏បងក៏គាត់ចាំទទួលបងប្អូនគ្រប់ពេលវេលាផងដែរឆាតទៅ page របស់គាត់ឆាតទៅ Telegram របស់គាត់ឆាតទៅ TikTok របស់គាត់ផ្ដល់ឱកាសការងារនេះជូនបងប្អូនទាំងគ្នាផ្ទាល់តែម្ដងបាទនេះគឺជាកន្លែងដែលរកការងារធ្វើមិនតាមប៉ុណ្ណឹងយើងមានកម្រិតមួយទៀតឧទាហរណ៍ថាចាប់បើទៅធ្វើការហើយมันមានការគ្រប់លក្ខខណ្ឌការងារมันមាននេះมันមាននោះតែមកលេខមួយទៀត1286យើងជួយដោះស្រាយបញ្ហាផ្ទាល់តែម្ដងហើយបើថាអត់ហ៊ានតែទេខ្លាចគេដឹងយើងមានបណ្ដឹងអនាមឹកទៀតបណ្ដឹងអនាមឹក scan ទៅវាយមកប្រាប់មកថាមានបញ្ហាអញ្ចឹងនៅរោងចក្រឈ្មោះនេះគេគ្មានអ្នកណាដឹងថាអ្នកដឹងឈ្មោះអីទេនេះគឺជាយន្តការដើម្បីយើងជួយដល់បងប្អូនទាំងអស់គ្នាប៉ុន្តែក៏សូមផ្ដាំផ្ញើបងប្អូនទាំងគ្នាមានការងារទៅហើយសូមបងប្អូនមេត្តាប្រឹងប្រែងធ្វើការងាររក្សាការងារយើងឲ្យបានរក្សាការងារដែលមាននៅពេលបច្ចុប្បន្នហើយដើម្បីពង្រឹងបង្កើតឱកាសការងារថ្មីអញ្ចឹងជាចុងក្រោយបងប្អូនទាំងគ្នាខ្ញុំតើចុងក្រោយបងប្អូនមកចង់សួរសំណួរថាបាទសូមតាក់ទងមកលេខ1297ដើម្បីរកការងារធ្វើបាទបងចង់សួរថាសរុបដែលកម្មករយើងដែលបម្រើការងារក្នុងវិស័យរោងចក្រកាត់ដេរបាទប្រហែលដែរណាបងមកដល់ឆ្នាំ2025យើងនិយាយតួលេខចុងឆ្នាំ2025ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានការងារធ្វើនិងមានចំណូលមាន10លាន7សែននាក់បាទ10លាន7សែននាក់នៅក្នុងនោះវិស័យឧស្សាហកម្មមានជាង3លាននាក់ហើយកំណើនគឺជាង40ម៉ឺននៅក្នុងការងារវិស័យកសិកម្មមាន2លាន8សែនវិស័យសេវាកម្មមាន4លាន9សែននាក់បាទហើយឆ្នាំ2025កន្លងទៅនេះអ្នកមានការងារធ្វើមានអ្នកមានការងារធ្វើនិងមានចំណូលមានប្រមាណជាង80ម៉ឺននាក់ហើយនៅក្នុងវិស័យតែវិស័យកាត់ដេរមួយមុខឯងបាទយើងនិយាយពីវិស័យកាត់ដេរទាំងមួយវិស័យកាត់ដេរមានរោងចក្រ1800ជាងហើយមានកម្មករជាង1លាននាក់ជាង1លាននាក់បាទជាង1លាននាក់ហើយបើសិនបើយើងនិយាយនៅក្នុងនេះផ្ទាល់តែម្ដងនៅក្នុងរោងចក្រសហគ្រាសនៅកម្ពុជាទាំងមូលមាន46000រោងចក្រសហគ្រាសបាទសម្រាប់ឆ្នាំ2025កន្លងទៅនេះបាទមានជាង40000រោងចក្រសហគ្រាសផ្ទាល់តែម្ដងអញ្ចឹងមិនទូចទេ
ច្រើនវិសាកម្មវិស័យកាត់ដេររបស់យើងក៏ច្រើនដែរអត់តិចទេបាទ គ្រាន់តែវិស័យកាត់ដេរមួយ កាត់ដេរមានរោងចក្រជិត 2000 ហើយ 1800 ជាង បាទជិត 2000 រោងចក្រ បាទជិត គ្រាន់តែវិស័យកាត់ដេរ បាទវិស័យកាត់ដេរ ហើយដែលកម្មករកម្មការនីបម្រើនៅក្នុងវិស័យកាត់ដេរនេះ មានជាង1លានមានជាង1លាននាក់ ជាង1លាននាក់ មិនមើល daily dashboard ជាង1លាននាក់ បាទជួក្តាស់ ធម្មតា បាទអញ្ចឹងគឺមានច្រើនខ្លាំងមែនទែនដើម្បីផ្ដល់ឱកាសការងារជូនបងប្អូនអរគ្នាដូចយើងបញ្ជាក់នេះគឺជាឱកាសការងារដែលយើងមានឃើញមាន7មាន10000មានត្រូវការ10000នាក់ជាងក៏នៅកំពង់ស្ពឺឥឡូវនេះកំពង់ស្ពឺអាចត្រូវការកម្លាំងពលកម្មខ្លាំងនេះអត់កុហកបងបង្ហាញហ្មងនេះបង្ហាញណាកម្មករគិតត្រឹមឆ្នាំ2026មានជាង2លាន2សែននាក់នៅក្នុងរោងចក្រសហគ្រាសដែលមានជាង40000វិស័យកាត់ដេរ 1900 រោងចក្រសហគ្រាសមានកម្មករជាង1លាននាក់នៅក្នុងនោះត្រីមានជាង820000នាក់វិស័យកាត់ដេរវិស័យស្អីគឺមានមកទាំងអស់នេះបាទនេះគឺជាតួលេខហើយសរុបនៅក្នុងវិស័យកម្លាំងពលកម្មឧស្សាហកម្មនេះរបស់យើងគឺយើងមានតួលេខគឺបញ្ជាក់ទាំងអស់គឺជាង10លាន7សែននាក់ដែលអ្នកមានការងារធ្វើនិងមានចំណូលបាទទាំងក្នុងសេវាកម្មនិងក្រៅសេវាកម្មផងដែរនេះគឺជាតួលេខបាទសម្រាប់ឲ្យបងប្អូនអរគ្នាមើលឃើញ ហើយជាអ្វីមួយដែលរដ្ឋាភិបាលអួតមិនអួតទេយើងក៏បង្ហាញពីអ្វីដែលយើងធ្វើបានដើម្បីផ្ដល់ឱកាសការងារជូនបងប្អូនអរគ្នាហើយយើងអាចទទួលស្គាល់ថាឥឡូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងមានជីវភាពកាន់តែល្អប្រសើរហើយអញ្ចឹងអ្នកដែលមិនទាន់ល្អប្រសើរសូមបងប្អូនមករៀនជំនាញសាលាយើងមានគ្រប់ទូទាំងប្រទេសគ្រប់ខេត្តទូទាំងប្រទេសសាលាខ្លះមួយខេត្តខ្លះមានរហូតដល់2 3បាទដោយពុំភាគសៀមរាបដោយបាត់ដំបងមាន2បាទមាន2សាលាធំៗហ្នឹងអញ្ចឹងគ្មានជំនាញ បងប្អូនទៅរៀនជំនាញហើយឆ្នាំ2026នេះទៀតយើងនឹងមានការបដិបដាចល័តទៅដល់សហគមន៍ផ្ទាល់តែម្ដងដាក់ឡានមួយទៅស្ពីយកទាំងគ្រូយកទាំងសម្ភារៈទៅដើម្បីទៅដល់កន្លែងសហគមន៍មួយដែលយើងកំណត់ថាយើងចង់បដិបដាជូនពួកគាត់អញ្ចឹងយើងទៅបដិបដានៅក្នុងភូមិនឹងផ្ទាល់តែម្ដងបាទមិនបាច់ឲ្យគាត់មកសាលាទេគឺយើងចោះទៅកន្លែងដែលយើងឃើញថាជាតម្រូវការដើម្បីធ្វើម៉េចឲ្យបងប្អូនយើងមានជំនាញផ្ទាល់តែម្ដងនេះគឺជាអ្វីដែលអាដាមរដ្ឋមន្ត្រីលោក គ្រោងធ្វើនៅឆ្នាំ2026នេះបាទអរគុណណាស់អាយដាមបងមែនទែនហើយអរគុណអាយដាមបងបាទតែបានចំណាយពេលវេលាដ៏មានតម្លៃផ្ដល់ជាកិច្ចសម្ភារដ៏មានសារៈប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរយើងដែលកំពុងតែស្វែងរកការងារធ្វើអញ្ចឹងបងប្អូននេះគឺជាឱកាសគេហៅថាឱកាសការងារសម្រាប់បងប្អូនហើយបងប្អូនស្ដាប់វីដេអូនេះគឺមានសារៈប្រយោជន៍សំខាន់ណាស់បាទអរគុណអាយដាមបងមានអីបន្ថែមទៀតទេចុងក្រោយដែលខ្ញុំមិននឹកឃើញសំណួរដែលអាយដាមបងចង់បាទអរគុណជាចុងក្រោយគឺជាការពិតប្រជាពលរដ្ឋទាំងអស់ក្រសួងការងារតាំងនាមអាយដាមរដ្ឋមន្ត្រីអរគុណទៅដល់វិស័យឯកជនអរគុណទៅដល់បងប្អូនកម្មករកម្មការិនីរបស់យើងដែលបានចូលរួមយ៉ាងសស្រាក់សស្រាំដើម្បីបង្ហាញពីភាពរឹងមាំនៃប្រជាជាតិកម្ពុជាយើងមានការងារបងប្អូនបានប្រឹងប្រែងក្នុងការធ្វើការងារហើយបងប្អូនទាំងនយោជកនយោជិតគឺគ្រប់ច្បាប់ទាំងអស់គ្នាគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បានអញ្ចឹងក៏ចង់បញ្ជាក់ចុងក្រោយថាបងប្អូនសូមមេត្តាជួយធ្វើ BA ឲ្យក្រសួងការងារនិងបរិបទវិជ្ជាជីវៈអត់មានការងារធ្វើបងប្អូនប្រាប់គាត់ថាតើតូន12 97ហៅការងារធ្វើអត់មានជំនាញតើតូន12 97បាទហើយតើតូនមកពួកយើងរងចាំជួយបងប្អូនជានិច្ចក្នុង7ថ្ងៃក្នុងមួយសប្តាហ៍ហើយមួយទៀតក៏សូមផ្ដាំផ្ញើការនឹករលឹកដល់វីរៈកងទ័ពរបស់យើងដែលយកទ្រូងពាំងគ្រាប់នៅតាមព្រំដែនក៏ដូចជាបងប្អូនភាសាយើងដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែងវិញនៅតាមបន្ទាប់ព្រំដែនផងដែរសូមឲ្យបងប្អូនជួបប្រទះតែសេចក្តីសុខភាពរីកចម្រើនហើយសង្ឃឹមថាយើងនឹងទទួលបានយុត្តិធម៌បាទអរគុណបាទពេលនេះខ្ញុំបាទសាមធឿនសូមថ្លែងអំណរគុណចំពោះប្រិយមិត្តរបស់ SBT ដែលបានតាមដានកិច្ចសម្ភាសន៍តាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាទទួលបានសុខសប្បាយទាំងអស់គ្នា